ទាំងអស់គ្នាឥឡូវយើងមកធ្វើលំហាត់ review ថ្នាក់ទី6ទាំងអស់គ្នាបាទអញ្ចឹងreview math grade 6អូខេ math grade 6អញ្ចឹង math grade 6លំហាត់ទី5នេះគឺគេឲ្យយើងធ្វើអីគេគេថា 25% នៃលេខ1គឺស្មើនឹង250ហើយអញ្ចឹងតើលេខនោះគឺជាលេខប៉ុន្មានអញ្ចឹងតាមរយៈនេះដែរយើងថា 25% យើងដាក់អញ្ចេះសិនមក of a number okay of a number equal 250 so you can say 25% of we can change to multiply of a number equal 250 ឬក៏ឈើថាបើសិនជាឈើរលេខមួយហ្នឹងគឺស្មើនឹង250ចែកឲ្យ 25% យេអញ្ចឹងមកស្រួលកុំឲ្យយើងច្រឡំបាទហើយអញ្ចឹងយើងធ្វើម៉េចតអញ្ចឹងលេខហ្នឹងក៏យើងគុណមកមានន័យថា250 25% ឈើអាចនិយាយបានថាស្មើនឹង25ចែកឲ្យ100មិនអញ្ចឹងបាទខ្លីៗអញ្ចឹង250គុណនឹង100ចែកឲ្យអានេះ KCS នេះយើងណាគេអត់តន់ចាំ KCS KCF keep change flip អញ្ចឹង 225 ចឹងគ្នាយើងសម្រួលមកអានេះសម្រួលមកនេះបាន4មែនទេ4គុណនឹង250ស្មើនឹង1000ចឹងមានន័យថាចំនួនហ្នឹងគឺស្មើនឹង1000 yes ប៉ុណ្ណឹង